chia sẻ mất tập hợp là sập bạch bàn đi dương trai chỉ pi khănคือមាន ស្នាដៃ នីតិសាស្ត្រ ហើយ មាន សេវា ប្រឹក្សា ច្បាប់ អញ្ចឹង ស្រប តាម បេសកកម្ម ទាំង ពីរ នេះ សមិទ្ធផល ដែល យើង សម្រេច បាន ក៏ មាន 2 ដែរ បាទ ស្នាដៃ នីតិសាស្ត្រ មាន ជា 2 ដែរ មាន ជា សិភៅ អានោះ បែប ប្រពៃនេះ ហើយ នឹង មាន ជា កម្មវិធី បច្ចេកវិទ្យា ព័ត៌មាន ដែល ជា application នៅ ក្នុង ទូរស័ព្ទ ក្នុង computer សេវា ប្រឹក្សា ច្បាប់ របស់ យើង ក៏ មាន 2 ដែរ មាន ប្រឹក្សា អំពី និត្យានុកូលភាព ហើយ នឹង ប្រឹក្សា អំពី សមានគតិភាព គតិយុត្ត ជាក់ស្ដែង ស្នាដៃ នីតិសាស្ត្រ ដែល យើង សម្រេច បាន នេះ មាន សភៅ រៀង របស់ ពុំ ជាវហើយ មក អញ្ចឹង គ្រប់ សភៅ យើង មាន សមមូល អាច រក បាន នៅ ក្នុង កម្មវិធី បច្ចេកវិទ្យា ព័ត៌មាន អញ្ចឹង ជា សមិទ្ធផល នេះ គឺ យើង មាន បណ្ណាល័យ អេឡិចត្រូនិក ពី មុន យើង សភៅ មួយ ក្បាល យើង ដាក់ app សភៅ មួយ ក្បាល ដាក់ app ក្រោយ មក យើង ឃើញ ថា មាន អ្នក ប្រើប្រាស់ សេវាកម្ម របស់ យើង មួយ ចំនួន គាត់ ធុញទ្រាន់ គាត់ ថា បើ អញ្ចឹង មិន ដឹង ថា ធានា ថា ធ្វើម៉េច បាន សភៅ អស់ ពី ក្រមសារ នីតិកម្ម សូម ឲ្យ បង្កើត មួយ កន្លែង ទៅ ដើម្បី ឲ្យ មាន សភៅ ទាំង អស់ តែម្ដង អញ្ចឹង យើង ក៏ ប្រឹង ប្រែង បន្តិច បង្កើត ទៅ ជា បណ្ណាល័យ អេឡិចត្រូនិក មួយ បើក ចុច ទៅ បណ្ណាល័យ ទៅ ឃើញ សភៅ ទាំង អស់ ហើយ ចង់ បាន មួយ ណា ក៏ បាន យើង អាច download បាន ក្រៅ ពី នេះ យើង មាន ខែ ទំព័រ ហើយ scan នេះ យើង អាច scan ភ្លាម បាន scan ទៅ ចុច ទៅ ឃើញ សេវា ប្រឹក្សា ច្បាប់ ក៏ យើង មាន 2 គឺ ប្រឹក្សា អំពី និត្យានុកូលភាព ប្រឹក្សា ច្បាប់ និង លិខិត បទដ្ឋានយុត្ត ដែល ត្រូវ ធានា សង្កត់ភាព សម្រាប់ ធ្នាប់ និង សន្តិសុខ គតិយុត្ត ប្រឹក្សា សមានគតិភាព គឺ ធានា ថា លិខិត បទដ្ឋាន ទាំង អស់ ហ្នឹង ត្រូវ បាន យក មក សិក្សា ស៊ីជម្រៅ ទៅ លើ ស្ថានភាព បរិការ កម្ពុជា ផង ឧត្តមមានវត្ត អន្តរជាតិ ផង ដើម្បី ធានា ថា ច្បាប់ ដែល យើង តាក់តែង ថ្មី នេះ គឺ ឆ្លើយតប ទៅ នឹង ស្ថានភាព របស់ យើង ផង ហើយ មិន ព្រៃព្រួល ជាមួយ ស្ថានភាព ហ្នឹង គឺ បាន លើក តម្កើង ស្តង់ដារ កម្ពុជា យើង ទៅ កាន់ សមាហរណកម្ម នៅ ក្នុង សកលលោក